បើទោះបីជាសហរដ្ឋអាមេរិកបានស៊ើបអង្កេតតុលាការអាមេរិកចោទបទឧក្រិដ្ឋនិងកំណត់រឹបអូសទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់លោកចិនស៊ីក៏ដោយក៏ប្រធានក្រុមហ៊ុន Prince Holding Group រូបនេះត្រូវបានធ្វើបច្ចាប័នពីប្រទេសកម្ពុជាទៅប្រទេសចិនមិនមែនអាមេរិកទេអ្នកវិភាគទាញការសន្និដ្ឋានថាការបញ្ជូនអតីតអង្គការសញ្ជាតិកម្ពុជានិងអង់គ្លេសរូបនេះទៅចិនគឺស្មើនឹងបិទផ្លូវតុលាការអាមេរិកលោកចិនស៊ីត្រូវបានចាប់ខ្លួននៅកម្ពុជាកាលពីថ្ងៃទី6ខែមករាឆ្នាំ2026និងបញ្ជូនទៅដល់ទីក្រុងប៉េកាំងភ្លាមក្រោយពីការស៊ើបអង្កេតរួមគ្នារវាងអាជ្ញាធរកម្ពុជានិងចិនក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់ថាសញ្ជាតិកម្ពុជារបស់លោកចិនស៊ីត្រូវបានដកហូតកាលពីខែធ្នូឆ្នាំ2025ដែលបើកផ្លូវច្បាប់សម្រាប់ការផ្ទេរអតីតមហាសេដ្ឋីរូបនេះទៅកាន់ប្រទេសចិនតាមសំណើរបស់ទីក្រុងប៉េកាំងចំណែករដ្ឋអាជ្ញាសហព័ន្ធសហរដ្ឋអាមេរិកវិញចង់បានលោកចិនស៊ីទាំងនៅមានជីវិតក្រោយពីកាត់ទោសកំបាំងមុខជាច្រើនករណីរួមទាំងការខົບខិតលាងលុយកខ្វក់និងជាមេខ្លោងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតដ៏ធំបំផុតមួយនៅអាស៊ីក្រុមអ្នកស៊ើបអង្កេតអាមេរិករកឃើញថាប្រតិបត្តិការរបស់លោកចិនស៊ីបានរកចំណូលរាប់ពាន់លានដុល្លារតាមរយៈការឆបោកអនឡាញនិងការបោកប្រាស់រូបិយប័ណ្ណគ្រីបតូដែលពេលខ្លះឆបោកបានដល់ទៅ30លានដុល្លារក្នុងមួយថ្ងៃCNN លើកឡើងថាសហរដ្ឋអាមេរិកអាចនឹងគ្មានឱកាសកាត់ទោសលោកចិនស៊ីឡើយប្រទេសចិននិងអាមេរិកមិនមានកិច្ចព្រមព្រៀងធ្វើបច្ចាប័នទេ CNN សង្កត់ធ្ងន់ថែមថាចិនមានមធ្យោបាយកាត់ទោសលោកចិនស៊ីជាសម្ងាត់និងរក្សាសំណុំរឿងនេះឲ្យនៅឆ្ងាយពីអាមេរិកដើម្បីជៀសវាងការលាតត្រដាងជាសាធារណៈដោយអាមេរិកអំពីជំរឿននៃបណ្ដាញឆបោកនិងអ្នកដែលពាក់ព័ន្ធជាមួយចិនស៊ីទាំងនៅប្រទេសចិននិងប្រទេសផ្សេងទៀតទីក្រុងប៉េកាំងមិនទាន់បានបង្ហាញពីបទចោទប្រកាន់អ្វីខ្លះដែលលោកចិនស៊ីនឹងប្រឈមមុខនោះទេហើយអ្នកវិភាគនិយាយថាដំណើរការផ្លូវច្បាប់ទំនងជាមិនច្បាស់លាស់នៅក្នុងករណីនេះប្រសិនបើដោយការវិភាគរបស់ CNN នេះវាមានន័យថាទ្វារបន្ទប់សវនាការត្រូវបានបិទយ៉ាងមានប្រសិទ្ធភាពដោយរដ្ឋអាជ្ញាអាមេរិកមិនអាចលូកលាន់ហើយជនរងគ្រោះជាច្រើននៅបរទេសដោយសារតែបណ្ដាញឧក្រិដ្ឋកម្មរបស់លោកចិនស៊ីដែលអាមេរិកចោទនេះក៏មិនអាចតវ៉ាបានដែរលោកស្រីម៉ៅនីងអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថារដ្ឋាភិបាលចិននឹងផ្ដល់ព័ត៌មានលម្អិតអំពីករណីនេះនៅពេលក្រោយខ្ញុំរស់សុធាពី News Today NTTV Gain Irrigation ជ្រើសរើសដេប៉ូចែកចាយប្រព័ន្ធស្រោចស្រពទំនើបនៅទូទាំងប្រទេសជាមួយនឹងលក្ខខណ្ឌងាយៗដល់ផលចំណេញខ្ពស់